សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ជីវិតពិតរបស់ខ្ញុំដែលជាអ្នករត់តាក់ស៊ីម្នាក់មនុស្សជាច្រើនគិតថាការរត់តាក់ស៊ីគឺគ្រាន់តែជាឡានដឹកភ្ញៀវពីកន្លែងមួយទៅកន្លែងមួយប៉ុណ្ណោះក៏ប៉ុន្តែនៅពីក្រោយការងារនេះមានទាំងការខិតខំប្រឹងប្រែងការអត់ធ្មត់និងបទពិសោធន៍ជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃរៀងរាល់ព្រឹកខ្ញុំតែងតែក្រោកពីព្រឹកដើម្បីពិនិត្យមើលរថយន្តសម្អាតខាងក្នុងនិងត្រៀមខ្លួនសម្រាប់ការងារប្រចាំថ្ងៃរថយន្តស្អាតនិងមានសុវត្ថិភាពគឺជារឿងសំខាន់សម្រាប់ភ្ញៀវគ្រប់រូបមានអ្នកធ្វើដំណើរទៅសាលារៀនទៅផ្សារទៅអាកាសយានដ្ឋានរាល់ការធ្វើដំណើរមានរឿងរ៉ាវជាច្រើនខុសៗគ្នាហើយខ្ញុំក៏បានជួបមនុស្សថ្មីៗជាច្រើនផងដែរពេលខ្លះផ្លូវមានអាកាសធាតុមិនល្អចរាចរណ៍ក៏ស្ទះខ្លាំងដែលធ្វើឲ្យការធ្វើដំណើរយឺតយ៉ាវហើយពេលខ្លះទៀតដូចក្នុងវីដេអូនេះដែរបងប្អូនឃើញមានភ្លៀងកំពុងធ្លាក់ខ្លាំងការផ្ដល់សេវាកម្មល្អបំផុតជូនភ្ញៀវទាំងអស់គ្នាគឺសុវត្ថិភាពនិងដល់គោលដៅអ្វីដែលខ្ញុំចូលចិត្តជាងគេគឺបានជួបមនុស្សពីកន្លែងការងារនិងក្តីសម័យដែលពួកគេបានជួបការសន្ទនាទាំងនេះធ្វើឲ្យការងាររបស់ខ្ញុំកាន់តែមានន័យនិងមានអារម្មណ៍ថាសប្បាយរីករាយជាការពិតការរត់តាក់ស៊ីមិនមែនជាការងាយស្រួលនោះទេមានថ្ងៃដែលបានរកចំណូលបានច្រើនហើយថ្ងៃខ្លះទៀតក៏មិនសូវរកចំណូលបានច្រើនក៏ប៉ុន្តែខ្ញុំជឿថាការខិតខំប្រឹងប្រែងនិងការបម្រើសេវាកម្មល្អរបស់ខ្ញុំគឺការរត់តាក់ស៊ីមិនត្រឹមតែជាការងារមួយប៉ុណ្ណោះទេវាគឺជាវិធីមួយក្នុងការផ្គត់ផ្គង់គ្រួសារនិងការកសាងអនាគតឲ្យកាន់តែល្អប្រសើរសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះប្រសិនបើអ្នកចូលចិត្តអំពីការផលិតមាតិកាអំពីជីវិតអ្នករត់តាក់ស៊ីនិងការធ្វើដំណើរប្រចាំថ្ងៃសូមកុំភ្លេច like និង share ហើយនិង subscribe ម្នាក់មួយផងបាទដើម្បីគាំទ្រ Channel Taxi for Family ជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណបាទបាទអូខេត្រង់ចិត្តដល់ហើយសើត្រង់បាទ